បាទសួស្តីអស់លោកអ្នកបងប្អូនជាសកម្មភាព Master Chef បបរព្រឹកសម្រាប់បងប្អូនយើងហើយក្នុងនោះដែរបាទយើងមានថាកូនសិស្សរបស់គាត់2នាក់ហើយគាត់គឺជា Master Chef លំដាប់លំដាប់ជាមើលទៅសាច់ដែរបាទតោះមកយើងថែមជាមួយដុំខ្នុរបាទបើនិយាយពីបទពិសោធន៍របស់គាត់វិញគេថាឆ្នាំគាត់មិនមែនឆ្នាំពេលគាត់ធ្វើមួយឆ្នាំម្ដងអញ្ចឹងគាត់ធ្វើ10ដង10ឆ្នាំ10ឆ្នាំអញ្ចឹងនេះជាលើកទី10ហើយបាទតែថាប្រហែលឆ្នាំយើងមិនអាចសន្និដ្ឋានបានដឹងថាមួយឆ្នាំធ្វើម្ដងឆ្នាំធ្វើម្ដងបាទមើលសំបីតែសបកស៊ុបខ្នុរក៏គាត់ឆ្នៃជារបស់ដុតបានដែរគេថារញៀតឈិលពងស៊ុបខ្នុរបាទចាអូបាទផ្លោកបាទផ្លោកមានថាវាឆ្ងាញ់ណាស់តែបើធ្លាក់មកលើប៉េះតែដូចថាស្ទើបើតែផ្លោកបាទផ្លោកដូចយើងគប់នឹងពណ៌គប់ចុងទៅលុបបាទអានោះគឺស្អីប្របាយហើយបើកប់ចូលទៅទៀតមុខចំកូនសិស្សអានោះរត់តែឆ្ងាញ់ទៀតបាទឆ្ងាញ់ទៀតបាទអត់ជឿកូនសិស្សបនមុខទៀតមកអានេះលើផ្លែនេះលើទី2គេថាវាលើផ្លែបាទដល់ពេលទី1លើផ្លោកអានេះគឺវាស្រោបបន្តិចណាបាទ